ตาเนี่ยกึศថាប្រទេសមួយអាចរស់នៅដោយគ្មានកងទ័ពបានទេគួរឲ្យភ្ញាក់ផ្អើលនៅលើពិភពលោកមានប្រទេសមួយចំនួនដែលគ្មានកងទ័ពហើយនៅតែមានសន្តិភាពនិងសុវត្ថិភាពតើប្រទេសទាំងនោះនៅឯណាហើយតើពួកគេការពារប្រទេសដោយរបៀបណាថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាប្រទេសមួយដែលល្បីបំផុតគឺកូស្តារីកាប្រទេសនេះបានលុបចោលកងទ័ពតាំងពីឆ្នាំ1948បន្ទាប់ពីសង្គ្រាមស៊ីវិលរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះក៏បានកំណត់ថាមិនមានកងទ័ពអចិន្ត្រៃយ៍ទៀតទេហេតុអ្វីលុបចោលកងទ័ពរដ្ឋាភិបាលបានសម្រេចយកថវិកាដែលធ្លាប់ប្រើសម្រាប់វិស័យយោធាទៅវិនិយោគលើការអប់រំសុខាភិបាលការអភិរក្សបរិស្ថាននិងការអភិវឌ្ឍប្រទេសដោយសារតែការវិនិយោគទាំងនេះកូស្តារីកាមានគុណភាពជីវិតល្អនិងជាប្រទេសទេសចរណ៍ដ៏ល្បីទោះបីគ្មានកងទ័ពក៏ដោយប្រទេសនេះនៅតែមានកងប៉ូលីសជាតិកងការពារព្រំដែនកងល្បាតសមុទ្រហើយក៏មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តនិងអង្គការអន្តរជាតិផងដែរក្រៅពីកូស្តារីកាក៏មានប្រទេសមួយចំនួនទៀតដែលមិនមានកងទ័ពអចិន្ត្រៃយ៍ដូចជាប្រទេសអ៊ីស្លង់ប្រទេសប៉ាណាម៉ាប្រទេសដូមីនីកាសាធារណរដ្ឋសានម៉ារីណូរីឯប្រទេសខ្លះមានតែកងប៉ូលីសឬកងការពារតូចៗប៉ុណ្ណោះកូស្តារីកាត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានសន្តិភាពបំផុតនៅតំបន់អាមេរិកកណ្ដាលនិងជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីតើអ្នកគិតថាប្រទេសមួយអាចរស់នៅដោយគ្មានកងទ័ពបានដែរឬទេសូមខមមិនប្រាប់ខ្ញុំផងបើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមចុច Like Subscribe និង Share ដើម្បីគាំទ្រ Channel របស់យើងអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូបន្ទាប់